នៃដែលបងស្រីលោកមានលំមាស់ពេញខ្លួនហើយមានឡើងជាតិពុលហើយមកក្រោយពីមានជំងឺគ្រុនឈាមហ្នឹងកំពុងសម្រាប់ពេទ្យហ្នឹងតែអាហ្នឹងវាជារឿងមួយផ្សេងក្រៅពីមេរោគថ្លើមប្រភេទ B បើសិនជាការដែលយើងឡើងជាតិពុលនោះហើយយើងអត់មានមេរោគថ្លើមប្រភេទ B ប្រភេទ C ប្រភេទ A គឺថាជាតិពុលនោះវាឡើងដោយសារតែការឆ្លងរោគដោយពួកវីរុសគ្រុនឈាមវីរុសគ្រុនឈាមនេះនៅពេលដែលឆ្លងទៅវានឹងធ្វើឲ្យមានការរលាកថ្លើមដែរគាត់រលាកថ្លើមនោះវារលាកថ្លើមតែមួយរយៈពេលដែល immune system របស់យើងហ្នឹងវាអត្តជាមួយមេរោគខ្លាំងពេលនោះវាប្រតិកម្មជាមួយថ្លើមដែរព្រោះថ្លើមយើងជាសរីរាង្គមួយដែលចូលរួមក្នុងការស្លាប់មេរោគគ្រប់មេរោគទាំងអស់នៅក្នុងខ្លួនរបស់យើងណាអញ្ចឹងនៅពេលដែលវាមានដំណាក់កាល acute phase ដែលនៅក្នុង febrile phase របស់គ្រុនឈាមហ្នឹងពេលនោះមេរោគគ្រុនឈាមហ្នឹងវាជាប្រភេទមេរោគដែលមិនស្ងៀមស្ងាត់ទេវាជាមេរោគដែលចូលទៅទុំតាំងនៅក្នុងខ្លួនយើងវារត់ទៅថ្លើមហើយ immune system ពេលនោះវា overactive វាដូចឆ្មាកដោវាចាប់ដេញខំគ្នាពុំប្រាំអញ្ចឹងវាធ្វើឲ្យប៉ះសរីរាង្គទាំងអស់ហើយពេលដែលវាប៉ះមកប្រាវនោះថ្លើមក៏ប៉ះខួរឆ្អឹងក៏ប៉ះគ្រាប់ផ្លាកែតក៏ប៉ះគ្រាប់ឈាមសក៏ប៉ះសរីរាង្គផ្សេងក្នុងខ្លួនយើងគឺប៉ះទាំងអស់ប៉ុន្តែវាប៉ះក្នុងរយៈពេលដំបូងនោះគឺថាកម្ដៅឡើងខ្លាំងហើយវាក្បាលរឹងជាមួយនឹងថ្នាំផ្សះដាក់ថ្នាំផ្សះក្បាលរឹងជាមួយថ្នាំបញ្ចុះកម្ដៅមិនមែនជាមួយថ្នាំផ្សះទេជាមួយថ្នាំបញ្ចុះកម្ដៅព្រោះវីរុសវាអត់ត្រូវមួយថ្នាំផ្សះទេអញ្ចឹងថ្នាំបញ្ចុះកម្ដៅយើងដាក់តែល្មមហ្នឹងក៏វាអត់ចុះទេហើយអាចនឹងក្តៅជាប់ 3-4 ថ្ងៃដំបូងអាហ្នឹងគឺជាសញ្ញានៃជំងឺគ្រុនឈាមតែមេរោគហ្នឹងវា overactive វាខ្លាំងហើយ immune system យើង overactive ដែរអញ្ចឹងពេលហ្នឹងវាអត្តនៃចុះឡើងពេលហ្នឹងវាឲ្យរលាកថ្លើមដែរគឺឡើងជាតិពុលដែរតែជាតិពុលនោះមិនមែនឡើងដោយសារមេរោគថ្លើមទេអញ្ចឹងអានោះវានឹងបាត់ទៅវិញក្រោយពីយើងជាពីគ្រុនឈាមទៅជាតិពុលនោះវា resolve មកវិញដោយសារវារលាកគេហៅ reactive hepatitis ដោយសារប្រតិកម្មនៃពពួកណែកោសិកាថ្លើមយើងជាមួយមេរោគបាទអញ្ចឹងរឿងលំមាស់យើងបែងចែកជាពីរដែរទី1លំមាស់ដោយសារយើងខ្សោយថ្លើមឬក៏លំមាស់ដោយសារតែមេរោគគ្រុនឈាមព្រោះមេរោគគ្រុនឈាមនៅដំណាក់កាលមួយទៀតគឺវាអាចចេញលំមាស់ដូចគ្នានៅពេលដំណាក់កាលចិត្តជាសះស្បើយពេលដែល immune resolve ពេលដែលប្រព័ន្ធការពាររាងកាយយើងចាប់ផ្ដើមបោសសម្អាតកាកសំណល់ខ្មោចមេរោគគ្រុនឈាមអីហ្នឹងគឺថាពេលហ្នឹងគឺថាមានលំមាស់ដែរហើយបាទមានលំមាស់ហើយអញ្ចឹងលំមាស់នោះយើងត្រូវញែកឲ្យដាច់បើលំមាស់ដោយសារថ្លើមវាអាចខ្សោយថ្លើមវាអាចមានពួក bilirubin កើនឡើងច្រើនអានោះអាចលំមាស់តែបើថាអត់មានបញ្ហាទាំងអស់នោះទេគ្រាន់តែឡើងត្រង់សាមីណាកាម៉ាជេតេអីទេមិនឲ្យលំមាស់ទេបាទមិនឲ្យលំមាស់ទេបើអាច immune complex ដោយសារតែមេរោគគ្រុនឈាមវាចាប់ខំជាមួយimmune system យើងចាប់ខំមួយមេរោគគ្រុនឈាមណាពេលនោះវាអាចជ្រៀតចូលក្រោមស្បែកក្រោមអីហ្នឹងវាអាចឲ្យលំមាស់ដែរប៉ះទៅលើប្រព័ន្ធតសៃវិញ្ញាណយើងណាហើយនៅក្នុងដំណាក់កាលចុងក្រោយនៃមេរោគគ្រុនឈាមដែលចិត្តជាសះស្បើយហ្នឹងនៅក្នុងafebrile phase ចូលទៅក្នុង convalescent phase ដំណាក់កាលចុងក្រោយហ្នឹង immune resolve ដោយវាធ្វើការ clear មេរោគពេលនោះក៏អាចលំមាស់ដែរអញ្ចឹងបើសិនជាយើងស្រួលខ្លួនធម្មតាគ្រាន់តែលំមាស់ទេហើយអត់មានឡើងកម្ដៅអត់មានអីទេគឺជាដំណាក់កាលជាសះស្បើយទេហើយបើសិនជាយើងសង្ស័យថាមកពីថ្លើមយើងត្រូវតែ scan ថ្លើមមើលសាច់ថ្លើមមើលអីតេស្តមើលមុខងារសរុបរបស់ថ្លើមទៅបើសិនជាមានបញ្ហាទាំងអស់នោះអានោះចាំយើងដោះស្រាយរឿងថ្លើមតែខ្ញុំសូមបញ្ជាក់ថាគ្រុនឈាមក៏ឲ្យរលាកថ្លើមណាប៉ុន្តែរលាកថ្លើមបណ្ដោះអាសន្នទេពេលដែលជាគ្រុនឈាមទៅអាលាកថ្លើមនោះជាទៅវិញមិនបាច់ព្យាបាលទេអញ្ចឹងណាបាទ Clinic វឌ្ឍនវិទ្យាជា clinic ប្រចាំគ្រួសាររបស់
លោកអ្នក